សម្រាប់ភូមិខ្ញុំនៅរដូវស្លឹកឈើជ្រុះឥឡូវនេះនាំបងប្អូនមកមើលស្លឹកឈើជ្រុះនៅតំបន់នេះខ្ញុំរស់នៅនេះហ្នឹងហើយប្រទេសបារាំង Chamonix Mont Blanc ហើយនេះសកម្មភាពខ្ញុំដើរទៅយកកូននេះចិត្តផ្ទះដែរទេបងប្អូនអត់ឆ្ងាយទេដើរទៅយកកូនទៅហើយថ្ងៃនេះមេឃបើកថ្ងៃល្អមែនតើហើយដើររៀងហត់ខ្ញុំមិនដឹងថាបងប្អូនឮសំឡេងខ្ញុំដកដង្ហើមអត់ទេព្រោះអីសំឡេងរៀងហត់ឡើងភ្នំហ្នឹងហើយផ្ទះនៅម្ដុំហ្នឹងគេឲ្យធ្វើផ្ទះឈើហើយគេឲ្យខ្ពស់ទេគេឲ្យធ្វើខ្ពស់ទេព្រោះបាំងភ្នំបាំងអីអញ្ចឹងណាហ្នឹងហើយតំបន់ទេសចរម៉ុងប្លង់ហ្នឹងខ្ញុំថតសហ្នឹងបងប្អូនឃើញហ្នឹងអាហ្នឹងម៉ុងប្លង់ឯងហើយល្បីលើពិភពលោកមានមនុស្សមកចង់មកលេងច្រើនអញ្ចឹងហើយផ្ទះខ្ញុំនេះគឺនៅចំពីមុខម៉ុងប្លង់ហ្មងចាហើយនេះកូនស្រីចេញពីរៀនហើយឆ្លៀតថតគេបន្តិចទៅកូនប៉ុណ្ណាណីឥឡូវកូនធំជាងម៉ែធ្វើជាពួកម៉ាក់ម៉ែឥឡូវគ្រូពេទ្យផងគ្រូពេទ្យចិត្តសាស្ត្រផងមិត្តភ័ក្តិផងបេះដូងផងបាទពីអ្នកកូននេះបងប្អូននេះថ្ងៃបានទៅលេងមួយគាត់ហ្នឹងឯងហើយស្ងាត់ណាពួកខ្ញុំបងប្អូនស្ងាត់ប៉ុន្តែស្អាតស្ងប់ស្ងាត់ស្រួលអារម្មណ៍ហើយគាត់ថាគាត់ឲ្យផុសឯព្រោះគាត់អត់ទាន់ធ្វើខ្លួនស្អាតអូយប៉ុណ្ណាខាងចង់ស្អាតបន្លែងមួយម៉ែដូចពួកម៉ាក់អញ្ចឹងអូខេហ្នឹងហើយថ្ងៃនេះមានប៉ុណ្ណឹងបាយ